សួស្តីមិត្តបែបខ្ញុំសុំទៅមែនណាប៉ុន្តែខ្ញុំមិនប្រកាសថាខ្ញុំនឹងអានខុសកាពីពិសេសថ្ងៃនេះទេថាម៉េចហេតុអ្វីមិនចឹងអ៊ីស្មូដល់ពេលដែលត្រូវអានខុសកាពីពិសេសថ្ងៃនេះហើយតើមិនអីទេមានរឿងអីខ្ញុំមិនគិតថាខ្ញុំអាចធ្វើវាបានទេលោកដេវខ្ញុំពិបាកចិត្តណាស់ព្រឹកនេះខ្ញុំកំពុងតែវាយកូនបាល់ជាមួយមិត្តភ័ក្តិរបស់ខ្ញុំឈ្មោះសាក់ហើយខ្ញុំបានប្រាប់គាត់ថាខ្ញុំមិនអាចលេងនៅថ្ងៃស្អែកបានទេដោយសារតែក្រុមយុវជនរបស់ខ្ញុំនឹងមានកម្មវិធីថ្វាយបង្គំខ្ញុំបានអញ្ជើញគាត់ឲ្យមកជាមួយខ្ញុំប៉ុន្តែគាត់បាននិយាយថាគាត់នឹងមិនទៅព្រះវិហារទេគាត់សុខចិត្តចំណាយពេលនៅតាមចាផ្លូវវិញអើយមិនគួរជឿទេអាក្រក់ខ្លាំងណាស់តើអ្នកនិយាយអ្វីមែនហើយនោះជាផ្នែកដ៏សោកសៅខ្ញុំបានប្រាប់គាត់ថាក្រុមយុវជនពិតជាសប្បាយហើយមនុស្សជាច្រើនរួមទាំងខ្លួនខ្ញុំផងបានឃើញព្រះធ្វើរឿងដ៏អស្ចារ្យជាច្រើនដូចជាការឆ្លើយតបការអធិដ្ឋានផ្លាស់ប្ដូរជីវិតនិងដកមកនូវសន្តិភាពដល់ស្ថានភាពលំបាកប៉ុន្តែបន្ទាប់មកគាត់បានសាច់គ្រាន់តែនៅចំពោះមុខខ្ញុំតែម្ដងគាត់និយាយថានិយាយដូចជាឈួតខ្ញុំសុំទោសផងគីស្មូនោះជារឿងសោកសៅណាស់ខ្ញុំប្រាប់សាក់ថាប្រសិនបើគាត់ផ្លាស់ប្ដូរចិត្តគាត់តែងតែស្វាគមន៍ក្នុងការចូលរួមជាមួយនឹងពួកយើងខ្ញុំពិតជាចង់ឲ្យគាត់ស្គាល់ព្រះយេស៊ូវណាខ្ញុំដឹងពីចិត្តអ្នកគីស្មូយើងអានខុសកាពីពិសេសឥឡូវនេះទៅវាអាចជួយបានបានយេខុសកាពីពិសេសទីម៉ូថេទី2ចំពោះ2ខ25ចែកថាត្រូវមានចិត្តស្របូតបដាមពួកអ្នកប្រឆាំងក្រែងលោកព្រះជាម្ចាស់និងប្រាប់ប្រទានឲ្យគេតែប្រចិត្តកំណត់ដើម្បីឲ្យគេបានស្គាល់សក្តិពិតយ៉ាងច្បាស់លដេវតើខុសកាពីនេះប្រាប់យើងថាមានសង្ឃឹមសម្រាប់មនុស្សដូចសាដែរទេនោះប្រហែលជាថ្ងៃណាមួយចិត្តរបស់គាត់នឹងត្រៀមខ្លួនទទួលយកព្រះមែនហើយគីស្មូគឺតែងតែមានសង្ឃឹមហើយអ្នកបានធ្វើចំណែករបស់អ្នកបានយ៉ាងល្អអ្នកទន់ភ្លន់និងសប្បុរសអ្នកបាននិយាយការពិតទៅកាន់គាត់ចេញពីចិត្តយេសូមអរគុណលោកដេវខ្ញុំបានថាយ៉ាងហោចណាស់ខ្ញុំអាចអធិដ្ឋានសម្រាប់សាអូហើយខ្ញុំអាចសុំមិត្តភក្តិរបស់ខ្ញុំនៅក្រុមយុវជនអធិដ្ឋានសម្រាប់គាត់ផងតាមពិតទៅខ្ញុំនឹងចាប់ផ្ដើមអធិដ្ឋានឲ្យសានៅពេលនេះថាព្រះនឹងផ្លាស់ប្ដូរចិត្តរបស់គាត់ហើយថាគាត់នឹងស្គាល់សេចក្តីពិតដើម្បីស្វែងយល់បន្ថែមអំពីព្រះនិងព្រះបន្ទូលរបស់ទ្រង់សម្ដេចនិងសត្វស្រែសើបបក Cambodia លាហើយណាស់មិនមែនបាយ